មើលពណ៌ខ្ញុំចុះខ្ញុំគឺជាស្តេចនៃបន្លែមនុស្សគ្រប់គ្នាប្រើរូបខ្ញុំក្នុងទូរស័ព្ទបងស្វាយអើយពណ៌បងឯងមើលទៅដូចមនុស្សដេកមិនលុះគុំនិយាយចឹងអីខ្ញុំស្អាតបរិសុទ្ធដូចពុកឃើញទេគេចុច like រូបខ្ញុំគ្រប់ពេលខ្ញុំគឺជាតារាល្បីហើយណាពេលខ្ញុំល្បីខ្ញុំមិនភ្លេចឯងទេហើយឯងចាំមើលទៅរូបខ្ញុំនឹងមានច្រើននៅលើទូរស័ព្ទចប់ហើយគេនឹងយកខ្ញុំទៅធ្វើម្ហូបដ៏ប្រណីតហើយព្រោះពណ៌ខ្ញុំស្អាតគេយកបងទៅធ្វើម្ហូបព្រោះចង់ឲ្យសមមានពណ៌តែបើចង់បានរសជាតិផ្អែមឆ្ងាញ់ពិតប្រាកដគឺគេត្រូវការខ្ញុំជាងស្បែកខ្ញុំស្ដើងមែនប៉ុន្តែធន់នឹងសម្ពាធអាកាសធាតុខ្ញុំស្បែកស្ដើងតែចិត្តខ្ញុំស្មោះត្រង់មើលធ្លុះដល់បេះដូងចឹងអីពិភពលោកនេះចូលចិត្តអ្វីដែលប្លែកបើឯងចង់ល្បីទៅលាបថ្នាំពណ៌ស្វាយទៅធ្វើឲ្យខ្ញុំបាត់បង់ខ្លួនឯងដើម្បីឲ្យគេចាប់អារម្មណ៍មិនស័ក្តិសមទេបងស្វាយហើយអ្វីបានជាមនុស្សហើយយើងថា drop ដូចគ្នាចឹងតែគេចាត់ទុកបងសំខាន់ជាងឯងមើលចុះគេដាក់ថ្លៃខ្ញុំឡើងថ្លៃគេទិញភ្លាមមិនបាច់សួរច្រើនព្រោះគេដឹងពីគុណភាពខ្ញុំថាឆ្ងាញ់ប៉ុណ្ណាគ្រាប់ខ្ញុំនឹងបង្កើតបានដើមទ្រព្យដែលរឹងមាំតែបើគ្រាប់យើងដកក្បែរគ្នាកូនយើងនឹងทิ้งពណ៌អ្វីស្វាយអូទ្រូសអូស្វាយឈប់គិតរឿងសាមគ្គីភាពទៅយើងជាស្ត្រូវនឹងគ្នាតើអូទេសម្រស់ខ្ញុំចាប់ផ្ដើមបាត់បង់ហើយដូចឯងនិយាយចឹងរូបរាងមុខមាត់ដូចលោកសាំងចឹងកុំភ័យអីបងពេលយើងចាស់ទៅយើងនឹងខ្លាយជាជីកូនតម្លៃពិតមិនមែនស្ថិតនៅលើស្បែកនោះទេគឺស្ថិតលើអ្វីដែលយើងបានផ្ដល់ឲ្យក្តៅណាស់ជួយផងក្នុងកាលៈទេសៈនេះស្វាយឬក៏ត្រូវតែឆ្អិនដូចគ្នាដែរកាន់ដៃគ្នាឲ្យជាប់បងអរគុណឯងដែលនៅក្បែរខ្ញុំទោះបីខ្ញុំធ្លាប់មើលងាយឯងឃើញទេឥឡូវយើងខ្លាយជាសាច់តែមួយហើយមនុស្សញ៉ាំយើងទាំងពីរយើងមិនគួរឆ្លោះគ្នាពីរឿងពណ៌សម្បត្តិតែសោះសំខាន់គឺយើងបានធ្វើឲ្យមនុស្សមានក្តីសុខមកទៅបងនៅពណ៌ស្វាយដែរហា